បល់ពេលហ្នឹងគោឪវាឲ្យញ៉ាំបាយហ្នឹងហើយដូចបានឃើញនៅក្នុងវីដេអូហ្នឹងស្រាប់គោសាហាវតែក៏មានពេលវេលាសប្បាយដែរពេលគាត់គោគឺនៅពេលដែលគាត់អត់ទាន់គេងប៉ុន្តែនៅពេលដែលគាត់គេងលក់គឺចាប់ផ្ដើមមានពេលវេលាឈៀលបានហើយតែវាមួយយ៉ាងដែរលក្ខណៈគ្រួសារយើងនៅមានរបៀបអញ្ញៃផងអីផងញ៉ាំបាយត្រង់មាត់អីហ្នឹងសើហើយជារសជាតិជីវិតហើយស្បាយមួយយ៉ាងតែដល់ពេលកូនគេងលក់ហ្នឹងពេលកូនគេងលក់លេងមកឆ្អែតចឹងទៅលេងហ្គេមមកឆ្អែតពីអ្នកប្តីពុនចឹងហើយអស់ពីលេងហ្គេមចូលវគ្គថ្មីមួយទៀតអង្គុយ order grab food ហើយមកអីញ៉ាំហ្នឹងអង្គុយមើលទេសភាពអីចឹងហើយតែចែកពីអនាគតថ្ងៃមុខក៏ត្រូវធ្វើអីចឹងពីអ្នកប្តីចឹងទៅហ្នឹងហើយជីវិតគេងខុនដូវាសប្បាយមួយយ៉ាងហើយតែចប់ធំហ្នឹងហើយវីដេអូហ្នឹងមានអីទៀតទេអរគុណដែលបានទស្សនាបើសិនចូលចិត្ត content បែបហ្នឹងជួយចុច like និង subscribe មីមួយផងអរគុណ